ត្រង់មិនបានស៊ូស៊ូត្រង់មិនបានត្រង់មិនបានទី5ពួកយរស័នតែទិសខាងជើងរហូតទឹកសមុទ្រនេះកាន់តែងាយឡើងហើយបើបែបនេះតទៅទៀតពួកយើងនឹងត្រូវរងាស្លាប់ហើយមិនអាចទេឲ្យតែមិនបោះបង់ចោលគឺមានសង្ឃឹមហើយត្រង់មិនបានតកអត់ដែរពួកយើងហាលទៅលើតកនោះទៅត្រង់មិនបានណាមិនអីទេសម្រាប់មួយផ្លែតអស់យ៉ាងថ្មីតែពួកយើងចាក់ចេញពីទឹកសមុទ្រដល់ទីនេះហើយតែមហាសមុទ្រដ៏ធំធេងនេះមិនដឹងថាប្រសាទទៅដល់ទីណាទេមកតែពួកយើងក៏ត្រូវស្លាប់មែនហើយមកទេវតាជូនដុំតកនេះឲ្យមកពួកយើងទៅហើយនោះអញ្ចឹងមានន័យថាចង់ឲ្យពួកយើងរស់តទៅទៀតនាងជឿខ្ញុំទេពួកយើងប្រកាសជាអាចឆ្លងផុតទុក្ខលំបាកនេះស៊ូគឺកោះហេគឺកោះមួយមែននេះឃើញទេឃើញហើយបាច់ជាកោះមួយមែនបងទីបានពួកយើងមិនស្លាប់ទេឡើងកោះហើយពួកយើងអាចរស់តទៅទៀតបាននេះគឺជាទស្សនវិជ្ជាមួយបែបទៀតដែរទីនេះគឺជាទីធ្លាវងល្វើយហើយនៅឆ្ងាយពីភូមិភាគកណ្ដាលទៀតមើលតើពួកយើងទៅវិញលេចបានហើយខ្ញុំមិនចង់ទៅវិញអីតែនោះទេបងទី5ខ្ញុំមានពេលមួយចង់សួរបងមិនអាចបងកុហកខ្ញុំទេបើពួកយើងនៅភូមិភាគកណ្ដាលនៅឡើយមិនបានឆ្លងកាត់គ្រោះថ្នាក់ទាំងនេះបងអាចធ្វើបែបនេះចំពោះខ្ញុំទេខ្ញុំក៏មិនដឹងដែរស៊ូរវាងពួកយើងតែចំណាត់គ្នានឹងដឹងទេប្រហែលជាលោកគ្រូខ្ញុំមិនយល់ព្រមឲ្យពួកយើងនៅជាមួយគ្នាទេប្រហែលជាពុកនាងក៏មិនចង់ឲ្យពួកយើងស្រឡាញ់គ្នាដែរប្រហែលជាពួកយើងកាត់បែបនេះដែរថ្ងៃនោះនៅលើតុងបងនឹងសេះប្រយុទ្ធគ្នាខ្ញុំស្ទើរតែចង់ប្រាវត្តសម្បត្តិជួយដល់បងតែខ្ញុំមិនបានធ្វើអីនោះទេហេតុអីទៅខ្ញុំស្មានថាគឺនាងខ្លាចធ្វើឲ្យខ្ញុំរបួសបាទថ្ងៃនោះខ្ញុំធ្វើឲ្យគេរបួសពួកយើងគឺអាចរត់ទៅភូមិភាគកណ្ដាលវិញហើយបងគឺមិនអាចនៅជាមួយខ្ញុំទេប្រហែលជាក្នុងចិត្តបងបន្តខ្ញុំតាំងពីថ្ងៃនោះពេលដាក់បាយគ្នានៅលើទូកនៅលេងអាំងហើយក្នុងចិត្តខ្ញុំក៏នឹកដល់បងរហូតតែខ្ញុំដឹងថាពួកយើងជាបាក់ខុសគ្នាខ្លាចតែគ្មានថ្ងៃបានជួបគ្នាទៀតទេហើយនេះខ្ញុំមានតែអាចប្រាប់ខ្លួនឯងថាបងភ្លេចបងចោលប៉ុណ្ណឹងស្មានមិនដឹងថាបងអាចមកហាញខ្លួនក្នុងអង្គប្រជុំនៅក្នុងហ្វាំងផាននោះទេតែស្មានមិនដឹងថាពួកយើងអាចត្រូវសេះចាប់ឡើងលើទូកជាមួយគ្នាទៀតនៅពេលនោះខ្ញុំគ្រាន់តែសង្ឃឹមថាអាចនៅជាមួយបងគ្រប់ជាតិតែលើកោះមួយដែលគ្មានមនុស្សរស់នៅជាមួយគ្នារហូតហេតុនេះសេះមកខំឲ្យពួកយើងរំលំណាជាមួយគេគឺតែចាក់ខ្ញុំតែម្ដងស៊ូនឹងលាក់បងជីវិតជួយខ្ញុំមិននឹងអាចបន្តនេះបានទេថ្ងៃនេះពួកយើងធ្លាក់នៅក្នុងសមុទ្រក្នុងចិត្តខ្ញុំគឺមានតែកំណត់មួយតែប៉ុណ្ណោះទោះជាយ៉ាងណាក៏ត្រូវតែជួយនាងឡើងមកវិញដែរប៉ាត់មែនទេមែនហើយនៅពេលដែលខ្ញុំជួយនាងឡើងមកវិញនោះថានាងរស់ក្នុងចិត្តខ្ញុំគឺមានសុភមង្គលណាស់ប្រហែលជាមួយជីវិតនេះក៏មិនធ្លាប់មានដែរប្រហែលជាជាវាសនាពីពេលនេះតទៅនៅលើពិភពគុណគ្មានចាំងស៊ូសាំងនិងអ៊ីងស៊ូទៀតទេពួកយើងក៏មិនចាំបាច់ខ្វល់ពីគំនុំរវាងបាក់ទាំងអស់ដែរប្រហែលជាជីវិតនៅសល់របស់ពួកយើងត្រូវឆ្លងកាត់នៅលើកោះនេះអញ្ចឹងពួកយើងគឺនៅទីនេះមិនបែកគ្នាប៉ាត់មែនទេបងប៉ាត់ជាប្រមរត់នៅជាមួយខ្ញុំមួយជីវិតប៉ាត់មែនទេ
រៀបការជាមួយបងធ្វើជាប្រពន្ធបងទេទុកឲ្យបងប្រាប់ពេលមួយជីវិតនេះដើម្បីមើលថែអូន